សម្រាប់ Chelsea បើសិនជាយើងនិយាយទៅគឺជាក្រុមមួយដែលធ្វើឲ្យប្រិមិត្តបាទជាពិសេស fan របស់ Chelsea មិនសូវសប្បាយចិត្តប្រហែលទេបាទកំពុងតែល្អទៅធ្លាក់ក្រឹបកំពុងតែល្អទៅធ្លាក់ក្រឹបបាទតើមានរឿងអីកើតឡើងទៅប្រិមិត្តបាទរឿងក៏ពិតខ្ញុំនិយាយដដែលអញ្ចឹងតាក់ទងនឹងតំបន់ការពាររបស់ Chelsea គឺនៅមានភាពស្ទាក់ស្ទើរមែនទែនហើយក្លឹបគិតតែសម្លឹងរកមើលតំបន់កំរើប្រយុទ្ធជាពិសេសគឺប្រយុទ្ធសម្លឹងនោះសម្លឹងបាទឃើញតែនេះក៏ចង់បានឃើញតែនោះក៏ចង់បានចុងក្រោយនិយាយរឿង Julian Alvarez ចង់បាន Julian Alvarez ទៀតបាទអញ្ចឹងសួរថាយកប្រយុទ្ធមកទៅអីគោជើងបើរងថ្ងៃនេះប្រយុទ្ធឡើងមកកណោគោដឹកអីហ្នឹងបាទអញ្ចឹងសម្រាប់ Chelsea គួរតែសម្លឹងមើលតំបន់ការពារឲ្យមាំទាំជាងមុនបាទនឹងទើបអាចនឹងប្រកួតប្រជែងបានបាទសម្រាប់បាទ manager ក្រោយបាទលោក Rosener ខ្ញុំគិតថាមធ្យមយើងអត់ទាន់អាចនិយាយឲ្យបានព្រោះតែគាត់មកពីរយៈពេលខ្លីបាទប៉ុន្តែយ៉ាងណាមិញការប្រកួតនៅ Premier League គាត់នៅធ្វើបានល្អមែនទែនបាទអញ្ចឹងសង្ឃឹមថាគាត់នឹងធ្វើបានល្អបន្តទៀតហើយសម្រាប់បាទ Chelsea ខ្ញុំនិយាយជូនប្រិមិត្តបានត្រឹមប៉ុណ្ណេះព្រោះវាអត់មានអីទៀតទេវាដដែលបើស្ទើរតែខ្ញុំនិយាយពីតម្រងលេងក៏នៅតែដដែលដែរបាទព្រោះដោយសារតែ Chelsea នេះគឺពិបាកធំបំផុតនោះគឺតំបន់ការពារនេះឯងបាទការពារស្លាបយើងនិយាយថា Cucurella អាចទៅរួចហើយតែតំបន់ការពារកណ្ដាលរបស់ Chelsea គឺនៅស្ទើរបាទស្ទាក់ស្ទើរណាស់